តណាគេខ្លះដែលធុញទ្រាន់ជាមួយនឹងស្នាមជ្រួញឬក៏នៅក្មេងសោះឡើងស្នាមជ្រួញនៅលើថ្ងាសបាត់ហើយអ្នកខ្លះទៀតគឺគាត់អត់ចង់ឲ្យមានស្នាមជ្រួញនៅតំបន់ថ្ងាសនឹងតែម្ដងអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកប្រាប់3ចំណុចធំៗដែលការពារឬក៏កាត់បន្ថយស្នាមជ្រួញនៅលើថ្ងាសឬក៏ការពារកុំឲ្យស្នាមជ្រួញហ្នឹងគឺចេញលឿនខ្លាំងពេកទី1ហ្នឹងគឺតាក់ទងជាមួយនឹងការប្រើ skin care ជាប្រចាំថ្ងៃតែម្ដងចំណុចនេះខ្ញុំដឹងថាអ្នកទាំងអស់គ្នាគឺប្រើ skin care ទម្លាប់ជាប្រចាំថ្ងៃតែម្ដងតែ step ដែលប្រើខុសគ្នាឬក៏ជំហានដែលប្រើរបៀបណាហ្នឹងអាស្រ័យទៅតាមស្បែកជីតែសម្រាប់អីដែលស្បែកត្រូវការហ្នឹងគឺមានផ្ដោតសំណើមfoam ជាមួយនឹងលេការពារកម្ដៅថ្ងៃឬក៏អាចបូកជាប្រភេទសេរ៉ូមអីបន្ថែមក៏បានដែរតាមស្បែកដែលយើងត្រូវការផ្ទាល់តែម្ដងអញ្ចឹងសម្រាប់ការលាបដែលមានប្រសិទ្ធភាពហ្នឹងគឺលាបទៅតាមលំដាប់លំដោយនៃផលិតផលមានន័យថាដំបូងការលាប skin care ឬក៏ការប្រើ skin care ដំបូងបង្អស់គឺយើងត្រូវលាង foam ជាមុនសិនបន្ទាប់មកបើសិនជាអ្នកគាត់ប្រើសេរ៉ូមគាត់អាចមានបន្ថែមជាមួយនឹងសេរ៉ូមម៉ាសានៅលើស្បែកហើយទើបលាបជាប្រភេទផ្ដាល់សំណើមអីអញ្ចឹងទៅអញ្ចឹងសម្រាប់ការលាបហ្នឹងគឺត្រូវម៉ាសាថ្នមនៅលើស្បែកដែរលាបពីក្រោមទៅលើមុនអត់អាចលាបពីលើមកក្រោមមិនដោយសារតែវាអាចធ្វើឲ្យស្បែករបស់យើងហ្នឹងគឺឆាប់យាហើយនឹងជ្រីវជ្រួញខ្លាំងមែនតើអញ្ចឹងសម្រាប់អ្នកផ្សេងទៀតដែលគាត់ចង់ពជាភាពចាស់ឬក៏អត់សូវចង់ឃើញមុខខ្លួនឯងជ្រួញខ្លាំងជាងមុនឬក៏ចង់ធ្វើឲ្យមុខហ្នឹងក្មេងជាងវ័យហ្នឹងគាត់អាចប្រើជាប្រភេទ retinol ឬក៏ vitamin C អីបន្ថែមបានទី2ហ្នឹងគឺតាក់ទងជាមួយនឹងការម៉ាសាស្បែកមុខសម្រាប់ការម៉ាសានៅលើស្បែកគឺសំខាន់មែនតើដោយសារតែការម៉ាសាហ្នឹងវាជួយធ្វើឲ្យស្បែករបស់យើងធ្វើការបានល្អសរសៃឈាមរត់ស្រួល collagen ក៏ផលិតបានល្អដែរអញ្ចឹងសម្រាប់ស្បែកគឺអត់ងាយចាស់ជាងវ័យទេដោយសារតែយើងធ្វើការម៉ាសាជាប្រចាំសម្រាប់ការម៉ាសាគាត់អាចប្រើជាប្រភេទឧបករណ៍ម៉ាសាមួយចំនួនឬក៏ធ្វើសេវាកម្មនៅ clinic អីផ្សេងហើយបើសិនជាយើងចង់ម៉ាសាយើងអាចធ្វើការម៉ាសាដោយដៃផ្ទាល់នៅពេលដែលយើងលាបផលិតផលឬក៏ skin care ហ្នឹងក៏បានដែរសម្រាប់ការម៉ាសាស្បែកមុខអ្នកទាំងអស់គ្នាត្រូវម៉ាសាពីក្រោមឡើងទៅលើដូចខ្ញុំបានបញ្ជាក់មុនហ្នឹងអញ្ចឹងបាទដើម្បីឲ្យស្បែកហ្នឹងគឺតឹងណែនអត់ងាយជ្រួញអត់ងាយជាធ្លាក់ទេទី3ហ្នឹងគឺតាក់ទងជាមួយនឹងទម្លាប់ប្រចាំថ្ងៃរបស់យើងតែម្ដងអញ្ចឹងសម្រាប់ទម្លាប់ប្រចាំថ្ងៃខ្ញុំជឿថាមនុស្សម្នាក់គឺមានទម្លាប់ជាប្រចាំថ្ងៃហ្នឹងគឺខុសគ្នាតែសម្រាប់ជ្រួញនៅតំបន់ថ្ងាសហ្នឹងបើសិនជាអ្នកទាំងអស់គ្នាមានទម្លាប់ stress ច្រើនពិបាកចិត្តច្រើនឬក៏ខឹងច្រើនហើយអាសាធ្វើជ្រួញនៅកន្លែងថ្ងាសហ្នឹងគឺជាអត់ផុតទេពីការឡើងស្នាមជ្រួញមិនថានៅវ័យជំទង់ឬក៏វ័យកណ្ដាលទេអញ្ចឹងអាចកាត់បន្ថយភាពខឹងភាពពិបាកចិត្តឬក៏ stress ហ្នឹងបន្តិចទៅដើម្បីឲ្យសម្រស់យើងកាន់តែក្មេងហើយស្អាតជាងមុនហើយមួយទៀតអត់ងាយឡើងស្នាមជ្រួញទេហើយសម្រាប់ស្នាមជ្រួញហ្នឹងក៏អាចតាក់ទងជាមួយនឹងការគេងការញ៉ាំឬក៏ការញ៉ាំទឹកដែរមួយទៀតគឺការគេងរបបអាហារការញ៉ាំទឹកគឺត្រូវធ្វើឲ្យបានគ្រប់គ្រាន់ឲ្យបានទៀងទាត់ទៅតាមអ្វីដែលសុខភាពឬក៏រាងកាយរបស់យើងត្រូវការអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ការពារកុំឲ្យឡើងស្នាមជ្រួញលឿនឬក៏កាត់បន្ថយពីហានិភ័យកើតស្នាមជ្រួញអាចសាកធ្វើ3វិធីនេះបានតែបើសិនជាមានស្នាមជ្រួញរហូតដល់បាក់ផ្នត់ពេញមុខហើយគឺត្រូវតែធ្វើសេវាកម្មមួយចំនួនជាមួយនឹងគ្រូពេទ្យជំនាញហើយ